ចំណងជើងរឿងដំរីនិងខ្សែចំណងតូចមួយមានបុរសម្នាក់បានដើរកាត់ហ្វូងដំរីដ៏ធំមួយគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលឃើញដំរីដ៏មានកម្លាំងមហិមាទាំងនោះមិនត្រូវបានគេដាក់ក្នុងទ្រុងឬចងដោយច្រវាក់ដែកធំឡើយអ្វីដែលខាត់ដំរីទាំងនោះមិនឲ្យរត់ទៅណាបានគឺត្រឹមតែខ្សែចំណងតូចមួយដែលចងជើងខាងមុខរបស់វាទៅនឹងបង្គោលឈើតូចមួយប៉ុណ្ណោះបុរសនោះក៏ទៅសួរដំរីថាហេតុអ្វីបានជាដំរីដ៏ធំទាំងនេះមិនព្យាយាមផ្ដាច់ខ្សែនោះហើយរត់ទៅរកសេរីភាពតាមពិតពួកវាអាចធ្វើបានយ៉ាងងាយបំផុតហឹមដំរីញឹមរួចឆ្លើយថាលោកដឹងទេកាលពីពួកវានៅតូចយើងបានប្រើខ្សែចំណងទំហំប៉ុណ្ណឹងឯងដើម្បីចងវានៅពេលនោះកម្លាំងរបស់ពួកវានៅខ្សោយដូច្នេះខ្សែតូចនេះគឺគ្រប់គ្រាន់ដើម្បីឃាត់ពួកវាបានព្យាយាមរើបម្រាស់រាប់ពាន់ដងតែមិនដាច់រហូតដល់ពួកវាជឿថាខ្សែតូចនេះរឹងមាំខ្លាំងណាស់លុះដល់ពួកវាធំឡើងមានកម្លាំងបំបែកជញ្ជាំងបានក៏ដោយក៏ពួកវានៅតែជឿថាខ្សែនោះនៅតែអាចឃាត់ពួកវាបានជានិច្ចទើបពួកវាមិនដែលសាកល្បងរើបម្រាស់ម្ដងទៀតឡើយមេរៀននៃរឿងជីវិតមនុស្សយើងក៏ដូចគ្នាដែរយើងជារឿយត្រូវបានឃាត់ខាំងដោយខ្សែចំណងនៃបរាជ័យក្នុងអតីតកាលឬពាក្យសម្ដីថាអ្នកធ្វើមិនបានទេយើងឈប់សាកល្បងព្រោះយើងជឿថាវាមិនអាចទៅរួចប៉ុន្តែចូលចាំថាគ្មានឧបសគ្គណាធំជាងជំនឿចិត្តរបស់ខ្លួនឯងឡើយបើអ្នកចង់ជោគជ័យចូលផ្ដាច់ខ្សែចំណងក្នុងចិត្តរបស់អ្នកជាមុនសិនចំណុចសម្រាប់វិភាគខ្សែចំណងតូចតំណាងឲ្យផ្នត់គំនិតកម្រិត limiting beliefs ដែលយើងបង្កើតឡើងតាំងពីក្មេងកម្លាំងដំរីជានិមិត្តរូបនៃសក្តានុពលពិតប្រាកដ true potential ដែលមនុស្សគ្រប់គ្នាមាននៅក្នុងខ្លួនការមិនរើបម្រាស់តំណាងឲ្យការបោះបង់ចោលដោយសារតែការចងចាំអវិជ្ជមានពីអតីតកាលហឹមដំរីតំណាងឲ្យមជ្ឈដ្ឋានជុំវិញដែលព្យាយាមដាក់សម្ពាធឲ្យយើងជឿថាអ្វីមិនអាចទៅរួច